អើលពិភពលោកថៃចលាចលក្រោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតបកអាក្រាតពីទង្វើឈ្លានពានទាំងកក្លឿនរបស់ថៃនៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗបានចុះផ្សាយយ៉ាងព្រោងព្រាតនៅបទសម្ភាសន៍របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជាថៃសម្ដេចបវរធិបតីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាភាគីថៃនៅតែបន្តកាន់កាប់តំបន់មួយចំនួនដែលស្ថិតនៅក្នុងទឹកដីកម្ពុជាបន្ទាប់ពីមានការប្រយុទ្ធគ្នាដែលកើតឡើងកាលពីឆ្នាំមុនបើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីលោក Donald Trump ក៏ដោយសម្ដេចបានអំពាវនាវឲ្យភាគីថៃបញ្ឈប់ការរារាំងនិងអនុញ្ញាតឲ្យគណៈកម្មការព្រំដែនរួម JBC ចាប់ផ្ដើមការងារលើតំបន់ដែលមានចំនួនជាបន្ទាន់ជាការឆ្លើយតបយ៉ាងតក់ក្រហល់និងក្នុងស្ថានភាពដែលភាគីថៃហាក់អង្គុយមិនជាប់ក្រោយការបកក្រាបពីទង្វើឈ្លានពាន5ពិភពលោកនេះសារព័ត៌មានថៃបានចុះផ្សាយថារដ្ឋមន្ត្រីការបរទេសលោកស៊ីងហាសាក់កំពុងត្រៀមហោះហើរទៅកាន់ទីក្រុងសឺណែវប្រទេសស្វីសនៅថ្ងៃទី23ដល់25ខែកុម្ភៈខាងមុខដើម្បីទៅបំភ្លឺនិងបកស្រាយពាក់ព័ន្ធនឹងស្ថានភាពព្រំដែនដែលកម្ពុជាទើបតែលើកឡើងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ UNHRC